ពលរដ្ឋនៅតំបន់មុំ3ខេត្តព្រះវិហារចាប់ផ្ដើមជំនះចេញពីលំនៅឋានជាលើកទី2ខណៈដែលស្ថានភាពព្រំដែនបានឡើងកម្ដៅសារជាថ្មីនៅព្រឹកថ្ងៃទី17ខែមិថុនាឆ្នាំ2025នេះប្រជាពលរដ្ឋជាង3000នាក់រស់នៅតំបន់មុំ3ក្នុងស្រុកជាំក្សានខេត្តព្រះវិហារបានជំនះដោយខ្លួនឯងចេញពីលំនៅឋានជាលើកទី2ខណៈពួកគាត់បានដឹងស្ថានភាពជំនួសព្រំដែនបានឡើងកម្ដៅឡើងវិញលោកនពវិធីអភិបាលរងខេត្តព្រះវិហារបានប្រាប់ហង្សមាសថាពិតហើយប្រជាពលរដ្ឋដែលរស់នៅតាមបន្ទាត់ព្រំដែនក្នុងភូមិសាស្ត្រឃុំមរកតឃុំស្រអែមនិងឃុំសានបានជំនះមករស់នៅក្នុងមណ្ឌលសុវត្ថិភាពអូ5ពណ៌ដើមនិងខ្លះទៀតមកស្នាក់នៅភូមិគូលែនត្បូងឃុំគូលែនស្រុកគូលែនសាជាថ្មីព្រោះពួកគាត់យល់ថាទៅទីនោះមានសុវត្ថិភាពនិងឆ្ងាយពីកន្លែងទីតាំងសមរភូមិមុខនៅពេលនេះគេឃើញមានវត្តមានអាយដាមគុណគឹមអនុប្រធានទី1គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយបានចុះទៅជួបប្រជាពលរដ្ឋដោយផ្ទាល់ដើម្បីត្រៀមសម្ភារៈម្ហូបអាហារនិងថ្នាំសង្កូវសម្រាប់ផ្គត់ផ្គង់ពួកគាត់ការឡើងកម្ដៅចំនួនប្រដាល់អាវុធនៅតាមព្រំដែនខេត្តព្រះវិហារសាជាថ្មីនេះគឺបន្ទាប់ពីទាហានថៃបានប្រើប្រាស់ដ្រូនស៊ើបការហោះឆ្លងចូលតាមព្រំដែនកម្ពុជាកាលពីយប់មិញជាសញ្ញាអាសន្នត្រៀមប្រតិបត្តិការយោធារបស់ពួកឈ្លានពានយ៉ាងពិតប្រាកដនិងម្យ៉ាងទៀតមេទ័ពភូមិភាគ2របស់ថៃមានមហិច្ឆតាប្រកាសធ្វើសង្គ្រាមហើយច្រានចោលផ្លូវច្បាប់